ខ្ញុំអត់សូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាននៅក្នុងថ្ងៃនេះពុកម៉ែមីងគឺថ្ងៃទី13ហើយអធិស្ឋានម្សិលមិញដែលខ្ញុំមិនបានចេញវីដេអូចែកជូនទៅកាន់ពុកម៉ែមីងបាទសូមអធិស្ឋានមែនទែនបាទពុកម៉ែមីងនៅក្នុងថ្ងៃនេះខ្ញុំបាទក៏មានសបិនមួយចែកជូនទៅកាន់ពុកម៉ែមីងដែរអញ្ចឹងនៅក្នុងថ្ងៃនេះគឺសបិនរបស់ខ្ញុំតាក់ទងជាមួយនឹងប្រសង់ពុកម៉ែមីងមិនមែនប្រសង់ថាបិណ្ឌបាតអីទេលើរបៀបថាយើងចុះឈ្មោះបោះឆ្នោតពុកម៉ែមីងអញ្ចឹងក៏មានការផ្តិតមេដៃការបំពេញឯកសារអញ្ចឹងប៉ុន្តែអ្នកដែលធ្វើការខាងផ្នែកបោះឆ្នោតហ្នឹងឈ្មោះបោះឆ្នោតហ្នឹងគឺសុទ្ធតែប្រសង់ពុកម៉ែមីងបាទសុទ្ធតែប្រសង់បាទគឺប្រសង់អ្នកកាន់ដៃមានប្រសង់ទៅកាន់ដៃមនុស្សស្អីកាន់ដៃអីទេពុកម៉ែមីងបាទកាន់ដៃដើម្បីផ្តិតមេដៃណាពុកម៉ែមីងហ្នឹងហើយហើយខ្ញុំក៏ទៅដែរប៉ុន្តែគ្រាន់តែខ្ញុំមិនទាន់បានផ្តិតប៉ុន្មានអីទេបាទតាមបានផ្តិតដែរទេបាទអញ្ចឹងមួយទៀតពុកម៉ែមីងមួយទៀតគឺតាក់ទងជាមួយខ្ញុំដូចរបៀបថាខ្ញុំមានប្រពន្ធមួយទៀតហ្មងពុកម៉ែមីងទាំងប្រពន្ធខ្ញុំសប្តាហ៍ថ្ងៃហ្នឹងគាត់នៅប្រពន្ធមួយទៀតហ្នឹងប៉ុន្តែដូចរបៀបថាតាំងពីយូរមកហើយខ្ញុំមានអារម្មណ៍ថាខ្ញុំធ្លាប់ឬសពឃើញគាត់នឹងម្ដងដែរពុកម៉ែមីងអញ្ចឹងណាហ្នឹងហើយទៅរបៀបថាគេមកនៅជាមួយយើងដែរអញ្ចឹងណានៅរួមគ្នាទាំងប្រពន្ធដើមទាំងប្រពន្ធក្រោយហ្នឹងបាទប៉ុន្តែប្រពន្ធខ្ញុំគាត់រៀងខឹងរៀងអីប៉ុន្តែក៏គាត់មិនដូចពីមុនដែរកាលពីមុនថាជប់ស្ដីយើងអីចឹងប៉ុន្តែលើកហ្នឹងអត់ទេនៅស្ដីអីធម្មតាអញ្ចឹងគឺសរុបមកវិញគឺរបៀបថាខ្ញុំមានប្រពន្ធ2ពុកម៉ែមីងណាបាទហ្នឹងហើយអញ្ចឹងមានតែប៉ុណ្្នឹងទេចែកជូនដល់ប្រកាន់ពុកម៉ែមីងនៅក្នុងថ្ងៃនេះជូនពរពុកម៉ែមីងហេងទាំងអស់គ្នា